ក្តៅសម្ដេចតេជោ ហ៊ុន សែន ព្រមមានទម្លាយសម្លេងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃទាំងស្រុង បើថៃចង់បាន សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី 18 ខែមីនា ឆ្នាំ 2025 ថា កាលពីល្ងាចថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2025 ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃរយៈពេល 17 ម៉ោង 6 នាទី ដែលមានលោក ឃ្លៀង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនមានគេបំភាន់ឬបន្លំចាំបាច់ត្រូវការថតសំឡេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសំឡេងសន្ទនារវាងខ្ញុំនិងនាយករដ្ឋមន្ត្រីថៃបានផ្ញើទៅគណៈអចិន្ត្រៃយ៍គណៈបកក្រុមការងារប្រសិទ្ធិក្រុមការងារសភាក្រុមការងារទទួលបន្ទុកកិច្ចការបរទេសក្រុមការងារឃោសនាអប់រំក្រុមការងារព្រំដែននិងកម្លាំងប្រដាប់អាវុធប្រហាក់ប្រហែលសរុប80នាក់ការបែកធ្លាយសំឡេងចំពោះការសន្ទនានេះត្រូវបានសម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថានៅក្នុងនោះប្រហែលជាអាចមាននរណាម្នាក់មិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីថៃព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោងបែរជាមេដឹកនាំថៃចេញមកចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយអត់វិជ្ជាជីវៈធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើនិយាយផ្សេងធ្វើផ្សឹងសម្ដេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថាទាកតងសារសំឡេងបែកធ្លាយនេះខ្ញុំឃើញគេបង្ហោះតែជាង 9 នាទីប៉ុណ្ណោះដូច្នេះបើសិនជាភាគីថៃចង់បានខ្ញុំនឹងបញ្ចូលចេញទាំងស្រុងតែម្ដងដែលមានរយៈពេល 17 ម៉ោង 6 នាទីបើតាមសារសំឡេងដែលបែកធ្លាយនោះភាគីថៃចង់ឲ្យកម្ពុជាបើកច្រកព្រំដែនដូចដើមប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថាมันអាចធ្វើបានទេព្រោះភាគីថៃជាអ្នកបិទដោយឯកតោភាគីដូច្នេះថៃត្រូវតែបើកមុនទើបកម្ពុជាបើកតាមក្រោយតាមអ្នកបកប្រែឲ្យសម្ដេចតេជោក្នុងអំឡុងការសន្ទនានោះនាយករដ្ឋមន្ត្រីថៃបានលើកឡើងថាប្រជាពលរដ្ឋមានការខឹងនឹងខ្លួនដែលបិទច្រកព្រំដែនកម្ពុជាគណៈការបិទនេះមេយោធាថៃអ្នកបញ្ជាឲ្យបិទហើយមិនបានផ្ដល់ព័ត៌មានឲ្យខ្លួនដឹងជាមុន